smartphone ដែលជា global brand ថ្មីទើបតែចូលស្តុកក្តៅដែលមានអេក្រង់ 6.75 inch មានកាមេរ៉ា AI ដែលអាចជួយ upscale រូបភាពរបស់យើងដែលមិនច្បាស់ឲ្យត្រឡប់មកច្បាស់វិញហើយមានគុណភាពល្អជាងមុនហើយវាមកជាមួយនឹង CPU ASR 8662 ដែលជា CPU ល្អធ្វើឲ្យការប្រើប្រាស់បានរលូនមកជាមួយនឹង RAM 4G ទំហំផ្ទុក 128G ប៉ុន្តែយើងអាចបន្ថែម memory card រហូតដល់ 2TB បានល្អមែនទែនហើយស័ក្តិសមជាមួយនឹងការប្រើប្រាស់ទូទៅជាប្រចាំថ្ងៃនេះគឺ G Tab G9 បើប្រអប់មកយើងទទួលបានជាមួយនឹងទូរស័ព្ទមួយដែលមានរូបរាងស្រស់ស្អាតហើយមានបញ្ជាក់ជាមួយនឹងព័ត៌មានពីការផលិតពី spec នៅលើនោះស្រាប់ហើយមានរូបរាងប្រណិតដាំជាមួយនឹង logo G Tab កាមេរ៉ាខាងក្រោយមានទំហំ 13 megapixel សម្រាប់ថតរូបថតវត្ថុកាមេរ៉ាខាងមុខមានទំហំ 5 megapixel សម្រាប់យើងធ្វើការថត selfie ក៏ដូចជាធ្វើ video call ហើយបើកមកវាមានជាមួយនឹងប្រអប់សម្ភារៈរបស់វាមានដូចជាបញ្ចូលចាក់ SIM ហើយជាងដាក់ SIM ហើយនឹងសភៅណែនាំបានធានាជាដើមមានខ្សែសាកដុំសាកនៅក្នុងនោះជាស្រេចហើយមានជាមួយនឹង case ថ្លាមួយទៀតផងដែរនិយាយទៅគឺ full box set តែម្ដងហើយបើចង់ដឹងថាវាល្អប្រើអត់សូមមកមើលវីដេអូបន្ទាប់នេះបន្តិចសិន TikTok អូតែប៉ុណ្ណឹង smooth ណាស់ណៃចាំមើលមួយទៀត Facebook ក៏ប្រើបាននេះ YouTube ក៏ប្រើបានអូយ color គេក្នុង HD ហ្មងអូយហើយនេះ Top Chat Messenger Business Suite Telegram អូយការងារ Top Chat អីមកឆ្ងាញ់ហ្មងអូនអើម៉ែបងអានឹង model គេមកដែរចេញថ្មីមែនសំខាន់ណាស់ G Tab ហ្នឹងគឺជា global brand មួយដែរមានលក់ទូទាំងពិភពលោកមានលក់ច្រើនប្រទេសមែនតើអ្នកនរអូយអេមស្ដោស្អាតមែនតើចុះតម្លៃមិនដែរបង30មែនតើអ្នកនរត្រឹមតែជាង$90តែពីសារិកាអត់ទាន់អស់ទេថែមជាមួយនឹងកាស AirPods Bluetooth របស់ Smartberry មួយទៀតអូននេះអីខ្ញុំប្រើតែមិនលោណាបើតែប្រអប់គេក៏ដឹងនេះពិតណាស់ដូចជាលោកអ្នកបានស្ដាប់នៅក្នុងវីដេអូមិញគឺតម្លៃត្រឹមតែ$99តែប៉ុណ្ណោះគឺជា smartphone កម្រិតថវិកាធូរមែនតើប៉ុណ្ណេះហើយស្ពេចបានប៉ុណ្ណេះមុខងារល្អប្រសើរសម្រាប់អ្នកសិក្សាសម្រាប់ឆែកព័ត៌មាននិយាយទៅគឺប្រើប្រាស់បានច្រើនមុខតែម្ដងបើសិនជាលោកអ្នកមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់សារិកាកម្ពុជាឬក៏មកមើលមកតេស្តផ្ទាល់ដល់ទីកន្លែងក៏បានដែរព្រោះយើងមានក្នុង stock ស្រាប់ប៉ុន្តែมันមានច្រើននោះទេយើងក៏មានកាដូថែមជូនផងដែរអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំមាននៅថ្ងៃនេះសូមអរគុណសូមជម្រាបលា